លៀងជោគជ័មក៏រំដំវេហីឲ្យដួងចិនកិនរលឹងនៅដល់គ្រាដែលបានជួបការនិស័យយោបបងនំយកវិហារទេមានមេត្តាចិន្តាប្រងស្មមេត្រីឲ្យប្រាប់សម្ដីប្រតិចាព្រាមសែនស្រណោរកលិនមិនអើយក្លិនព្រាពីអរាទាំងឆ្លប់តែថ្នមនឹងងារសាដាច់មេត្តាចោលស្នេហាឬវ័យភ្លៀងអើយភ្លៀងសូមនាំសៀងជ្រឹងក្ដី5-10ការដឹកខ្ញុំធ្លំតែបែកទេថាខ្ញុំអាឡ័យមិនពេញឡើយ